សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងបង្រៀនបងប្អូនទាំងអស់គ្នាពីរបៀបបង្កើតគណនី MRTS Survey ជាដំបូងបងប្អូនអាច download កម្មវិធី MRTS Survey បានតាមរយៈ Play Store ឬក៏ App Store ដូច្នេះនៅពេលដែលបងប្អូន download នៅកម្មវិធីរួចហើយបងប្អូនចុចចូលទៅក្នុង App រួចហើយចុចពាក្យ Sign Up ដែលនៅខាងក្រោមហើយបំពេញឈ្មោះ email របស់បងប្អូនឥឡូវខ្ញុំឧទាហរណ៍ថា email មួយនេះបន្ទាប់មកបំពេញនៅលេខកូដរបស់ email បងប្អូនបន្ទាប់ពីធ្វើការបំពេញនៅ email និងលេខកូដរួចហើយបងប្អូនជ្រើសរើសប្រទេសចុចកន្លែង select country ចុចយកពាក្យ Cambodia បន្ទាប់មកចុចពាក្យ sign up ដូច្នេះបន្ទាប់មកគឺត្រូវបំពេញ verify code អញ្ចឹងសម្រាប់ verify code នឹងផ្ញើចូលទៅកាន់ email របស់បងប្អូនអញ្ចឹងបងប្អូនចូលទៅក្នុង email របស់បងប្អូនហើយ copy លេខកូដរបស់បងប្អូនដើម្បីយកទៅបំពេញនៅក្នុង app ដែលយើង copy ហើយកន្លែងហ្នឹងខ្ញុំសូមបញ្ជាក់ទៅកាន់បងប្អូនបន្តិចបើសិនជាបងប្អូនចូលទៅក្នុង email រួចហើយអត់ឃើញកូដផ្ញើចូលទៅក្នុង inbox អញ្ចឹងបងប្អូនចូលទៅ check មើលនៅកន្លែង spam folder នោះបងប្អូននឹងឃើញលេខកូដដែលបានផ្ញើមកហើយអញ្ចឹងមិញលេខកូដបានផ្ញើចូលមកកាន់ inbox អញ្ចឹងយើងបាន copy ហើយអញ្ចឹងយើងចូលទៅកាន់ app វិញអញ្ចឹងយើងបានបំពេញនៅលេខកូដរួចហើយយើងចុចពាក្យ submit បន្ទាប់មកបងប្អូនអាចបំពេញនៅព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូនដូចជាឈ្មោះថ្ងៃឆ្នាំកំណើតភេទតំបន់បងប្អូនដែលរស់នៅហើយនឹងលេខទូរស័ព្ទបន្ទាប់មកបងប្អូនចុចពាក្យ submit ជាការស្រេចអញ្ចឹងថ្ងៃនេះខ្ញុំបានបង្រៀនបងប្អូនពីរបៀបបង្កើត MRTS Survey រួចហើយអញ្ចឹងបងប្អូនអាចចូលរួមជាមួយនឹង MRTS Survey ទាំងអស់គ្នាសូមអរគុណ